1 2 3 ឥឡូវយើងមកកំណត់មួយទៀតព្រោះទ្វារយើងកំណត់ពេលដែលយើងដាក់អូតូទ្វារនឹងបិទអូតូប៉ុន្តែសួរថាបិទអូតូហ្នឹងពេលណាបានវាបិទជាក់ស្ដែងនៅកន្លែងខ្លះគាត់ត្រូវការរៀងយូរបន្តិចដើម្បីឲ្យ forklift គាត់ចេញចូលដំណើរការអញ្ចឹងគាត់ operation ងាយប៉ុន្តែកន្លែងមួយចំនួនគាត់អត់មានត្រូវការទេអញ្ចឹងគាត់តែបើកហើយវាអត់មាន detect ជាមួយអីគាត់ត្រូវការទ្វារបិទភ្លាមៗអញ្ចឹងកន្លែងហ្នឹងយើងអាច set បានយើងចូល set wireless code យើងចូល set យើងវាយលេខកូដគ្រប់ទូគឺយើងនឹងបញ្ជាក់តាមជូនភ្ញៀវនីមួយៗអញ្ចឹងយើងចូលលេខ1 parameter អូខេបន្ទាប់មកយើងចូលយកលេខ5 auto closing time អញ្ចឹងនៅក្នុងហ្នឹងវាមានកំណត់ពី0រហូតដល់10ប៉ុន្តែ0 second មានន័យថាវាអត់ឲ្យទ្វារបិទទេអញ្ចឹងទ្វារហ្នឹងតើចុចប៊ូតុងបិទបានបិទអញ្ចឹងអានេះយើងអាចសេរីបានតាមការប្រើប្រាស់របស់ទីតាំងភ្ញៀវអញ្ចឹងចង់បានប្រមាណដាក់ប៉ុណ្ណឹងប៉ុន្តែជាក់ស្ដែងនៅនេះដូចជាមិនមានអីត្រូវចាំយូរទេអញ្ចឹងខ្ញុំកំណត់ឲ្យគាត់ត្រឹម3 second អញ្ចឹងខ្ញុំ sell មកអូខេអញ្ចឹង escape ចេញមកបានហើយអញ្ចឹងឥឡូវយើងសាកពេលដែលទ្វារឥឡូវទ្វារបើកឥឡូវអត់មានអី detect ទេអញ្ចឹង3វិនាទីវានឹងបិទមកវិញ1 2 3ចាអានេះចង់លឿនចង់យឺតតាមតម្រូវការទីតាំងជាក់ស្ដែងអញ្ចឹងក្រុមយើងអាចកំណត់ជូនបាន